bà sân bà dương lơ chết khăn tràn sân bà dương pruy bà làm thay dương lơ chết khăn tràn ở tràn hai dương cà phê cầm lơ chết khăn nha mà bồn dương cà phê cầm lơ chết khăn ta dương thơ mạch mấy mà dương miền Bắc nhà rừng lơ chết khăn tràn ôi bà bỏ mà bồn á này lơ chết khăn tràn vì thôm như sen chứ thơ mạch tới nó đầm bay cầm ao lơ chết khăn trànចំណុចទី1ដែលបងប្អូនត្រូវធ្វើចំណុចទី1ដែលបងប្អូនត្រូវធ្វើទី1គឺបងប្អូនត្រូវតែមានរបបអាហារគ្រប់ប្រភេទទាំងអស់ដែលបំពងណាបំពងលឿន faster fasting food បំពងណាបងគ្រប់អាហារបំពងទាំងអស់បងប្អូនទៅកាត់បន្ថយឲ្យបាន 70% ទៅ 80% អញ្ចឹងណាគ្រប់អាហារបំពងគ្រប់អាហារបំពងទាំងអស់បងត្រូវតែជៀសវាងឲ្យបាន 80 ទៅ 90% តាមបងប្អូនអាចធ្វើបានដល់ពេលនោះហើយដល់បងប្អូនត្រូវបងប្អូនអត់អាចលើកចិត្តខ្លាញ់បានទេដល់ពេលទី1គ្រប់អាហារបំពងទាំងអស់គឺកូនបងកាត់បន្ថយការញ៉ាំឲ្យបាន8ទៅ 90% បាន 100% ក៏ល្អដែរបងប្អូនធ្វើចំណុចទី1បានបងប្អូនជោគជ័យបាន 30% ចឹងបងណាចំណុចទី2ចំណុចទី2នោះគឺបរិបទដែលសំខាន់ទៀតនោះគឺបងប្អូនត្រូវតែហាត់ប្រាណឲ្យបានទៀងទាត់បងប្អូនត្រូវតែហាត់ប្រាណបងប្អូនត្រូវតែហាត់ប្រាណឲ្យបានទៀងទាត់បងប្អូនណាពេលបងប្អូនហាត់ប្រាណទៀងទាត់ហើយខ្លាញ់គឺក៏វាកាត់បន្ថយច្រើនដែរបងប្អូនកាលណាបងប្អូនហាត់ប្រាណបានទៀងទាត់ខ្លាញ់ក៏វាអត់មានឡើងដល់បងប្អូនដែរអញ្ចឹងបងប្អូនណាខ្លាញ់ហើយទី3គឺការរស់នៅបងប្អូនគឺការរស់នៅទី3គឺការរស់នៅបងប្អូនការរស់នៅបងពុកម៉ែបងប្អូនត្រូវតែមានការសម្រាកឲ្យបានគ្រប់គ្រាន់គេងឲ្យបាន7ទៅ8ម៉ោងឲ្យបានទៀងទាត់ឲ្យបានគ្រប់គ្រាន់បងណាហើយចំណុចទី4ដែលរឹតតែសំខាន់រឹតតែសំខាន់នោះគឺបងប្អូនត្រូវតែកាត់បន្ថយនៃការញ៉ាំសាច់ដែលមានជាតិខ្លាញ់ច្រើនណាញ៉ាំសាច់ដែលមានជាតិខ្លាញ់ច្រើនណាកាត់បន្ថយអាហ្នឹងអូខេទេហើយដល់ពេលទី4ទី5ដែលសំខាន់ទី5ដែលសំខាន់មួយទៀតនោះគឺបងប្អូនត្រូវតែទៅពិនិត្យសុខភាពហើយទៅជួបជាមួយនឹងគ្រូពេទ្យដែលជំនាញគេនឹងប្រាប់បងប្អូនថាត្រូវធ្វើយ៉ាងម៉េចដើម្បីបងប្អូនដូចជាខ្លាញ់ហើយបងប្អូនឃើញទេនេះជាចំណុចសំខាន់ដែលបងប្អូនត្រូវតែពិចារណាឲ្យបងប្អូនធ្វើវាឲ្យបានទៅ5ចំណុចហ្នឹងទៅខ្ញុំធានាថាបងប្អូននឹងមិនអាចជួបហានិភ័យនៃការលើសជាតិខ្លាញ់ក្នុងខ្លួនទេបងណាសូមអរគុណ